ចរេននៅទិញហូបឆ្ងាញ់ហើយម៉ែវិសាសុំដៃក្រោកឡើងណាម៉ែម៉ែលើខ្លួនដល់ម៉ែណាហើយខ្ញុំសុំខ្ញុំនឹងខ្លាប់ឲ្យម៉ែណាម៉ែនឹងខ្លាប់លើខ្លាប់ហើយម៉ែមកមើលហើយមុំមុំអូយថៃម៉ែហាញទៅអញពុំមើលរឿងផងមានជីងឆ្នាំឲ្យម៉ែកូនម៉ែក្តៅលងងាយពិបាកក្នុងខ្លួនណាកូនម៉ែខ្ញុំភ្លេចទិញឆ្នាំបាត់ហើយអូយមកម៉ែអើយម៉ែទៅមុខអាកូនសុទីនេះឯងទៅមើលប្រអប់ឆ្នាំលើក្បាលតលេខម៉ែមើលនៅឆ្នាំប៉ារ៉ាមួយគ្រាប់យកឲ្យគាត់នេះអូយម៉ែឆ្នាំសមមួយគ្រាប់ហ្នឹងខ្ញុំលេបអស់ហើយតាំងពីក្បាលប្រឡូកម៉ែហ៎ឥឡូវចេះក្បាលនេះកូនទៅយកកសែងត្រជាក់មកយកមកអ្នកម៉ែជិះខ្លួនឲ្យគាត់ទៅណែម៉ែកសែងខ្ញុំទៅដេកហើយងុយដេកហ៎ម៉ែកម្មានេះខ្ញុំដាក់ទឹកហើយម៉ែយកជុះខ្លួនឯងហើយថ្នាំមកចាំស្អែកខ្ញុំទិញឲ្យហើយឥឡូវនេះខ្ញុំមួយដេកណែម៉ែជុះខ្លួនឯងណាយាយថ្ងៃហ្នឹងខកក្រោកម៉ែយាយខកឡើងណាយាយខកឡើងយាយខកឡើងយាយនឹងខ្លាំងហើយណាយាយណាដល់ទេថាម៉េចទិញចរេននៅទិញហូបឆ្ងាញ់ហើយម៉ែវិសាសុំដៃក្រោកឡើងណាម៉ែលើខ្លួនដល់ម៉ែណាហើយខ្ញុំសុំខ្ញុំនឹងខ្លាប់ឲ្យម៉ែណាម៉ែនឹងខ្លាប់លើខ្លាប់ហើយម៉ែថ្ងៃនេះពួកកូនទាំងអស់គ្នាបានយកបាយមកហូបយកមកឲ្យម៉ែហើយមានមាន់ស្ងោរមានសម្លមានផ្លែទុរេននឹងមានផ្លែឈើគ្រប់មុខសុទ្ធតែរបស់ម៉ែចូលចិត្តសូមបលឹងម៉ែមកទទួលផងហើយសូមបលឹងម៉ែតាមថែរក្សាពួកកូនចៅឲ្យកូនចៅរកស៊ីមានបានមកហូបអាហារផ្លែឈើទាំងនេះយាយចង់ហូបពេលដែលយាយនៅរស់តែពេលយាយស្លាប់បាត់ទើបបានរបស់នេះនៅលើតុយាយប្រចាំស្អាតណាស់មែនទេស្អាតមែនណាចៅឃើញរូបទន្សាយក្នុងដួងព្រះច័ន្ទនឹងឯចៅឃើញតែយាយចៅដឹងពីប្រវត្តិសត្វទន្សាយដែលនៅក្នុងដួងព្រះច័ន្ទនឹងដែរហ៎ដឹងតែយាយតាមខ្ញុំរៀនមុននឹងត្រាស់ដឹងជាព្រះពុទ្ធព្រះបរមពោធិសត្វនៃយើងទ្រង់យកកំណត់ជាសត្វទន្សាយនៅថ្ងៃពេញបរមីទន្សាយនោះបានអធិដ្ឋានរបស់សុខសលហើយឧទ្ទិសមង្សជាទានបរមត្ថបរមីដើម្បីបំពេញពុទ្ធសទ្ធាឲ្យត្រាស់ដឹងជាព្រះពុទ្ធព្រះអង្គទ្រង់ជាផែនការនោះទ្រង់ក៏ប្រែកលាជាព្រានចាស់មកសុំទន្សាយនោះមកធ្វើជាអាហារទន្សាយពោធិសត្វបានឲ្យព្រានចាស់នោះបង្កាត់ភ្លុកភ្លើងហើយក្នុងពេលដែលភ្លុកភ្លើងនោះកំពុងតែឆេះសន្ធោសន្ធៅទន្សាយក៏រលត់ខ្លួន3ដងដើម្បីឲ្យសត្វល្អិតដែលជាប់នៅខ្លួនជ្រុះចេញពីរោមរួចក៏លោតចូលទៅក្នុងភ្លុកភ្លើងនោះភ្លាមអស្ចារ្យណាស់ភ្លើងនោះពុំបានឆេះទន្សាយសោះអន្តព្រាបបានស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះច័ន្ទហើយទ្រង់យកម្នាងសាលាដែលគូតរូបទន្សាយហើយអន្តព្រាបអធិដ្ឋានថាសូមឲ្យរូបទន្សាយពោធិសត្វដែលខ្ញុំគូនេះនៅជាប់រហូតដល់ទីបំផុតនៃកាប់ដោយអនុភាពទានសក្តាមត្ថបារមីនៃព្រះពោធិសត្វផងនិងសេចក្តីអធិដ្ឋានរបស់ព្រះអង្គផងរូបទន្សាយនោះក៏ឃើញប្រកាសក្នុងមណ្ឌលព្រះច័ន្ទដរាបដល់សប្តាហ៍ថ្ងៃនេះល្អណាស់ចៅសេចក្តីល្អគឺបានឆ្លាក់ជាប់ក្នុងដួងចិត្តរបស់មនុស្សបីដូចជារូបទន្សាយដែលឆ្លាក់ជាប់ក្នុងដួងប្រចាំចឹងដែរតទៅសូមចៅធ្វើជាកូនល្អមនុស្សល្អប្រកបរបរសុចរិតត្រឹមត្រូវណាស់ចៅយាយចៅត្រូវដឹងថាមានតែសេចក្តីល្អទេដែលធ្វើឲ្យមនុស្សយើងរស់នៅក្នុងពន្លឺបើមិនបានចែកសេចក្តីល្អទៅឲ្យអ្នកដទៃចឹងហោចណាស់ក៏បានចែករំលែកឲ្យបងប្អូនឪពុកម្ដាយដែរធ្វើគុណជាមួយព្រះរស់ធ្វើបុណ្យទាន់ខែភ្លឺគឺបានអានិសង្សច្រើនណាស់ណាចៅ
យាយយាយពាក្យសម្ដីតាំងប្រមាណដែលយាយបដៅចៅក្តីស្រឡាញ់និងក្តីមេត្តារបស់យាយចៅនឹងដោយដាក់ចូលនៅក្នុងចិត្តហើយចៅនឹងសន្យានិយាយថាចៅនឹងធ្វើជំនួសល្អហើយធ្វើបុណ្យតាមខែភ្លឺណាយាយអើយអស់មក បងឲ្យទាំងអស់ហើយតើនៅរត់ស្អីទៀត មិនជឿទេនេះស្អីគេនេះ ថាតើបងចាយខ្លះទេអី ចង់ចាយស្អីទៀតបែបផ្ទះខ្ញុំខ្ចប់ឲ្យហើយតា បងរត់កង់3ចុះបើត្រូវអាប់លើភ្ញៀវបងមានលុយមកពីណា ដាក់តាមខ្លួនតែប៉ុណ្្នឹងបានហើយដាក់ច្រើនពេកណានាំតែបាយឆ្វេងឯង ស្អីការហើយការជួយខ្លាទាំងអស់ណា រ៉ូស្អីខ្ញុំគ្មានយកលុយនោះទៅចាយប្រេះផ្ដាស់ទេខ្ញុំផ្ញើលុយនេះទៅស្រុកដើម្បីចិញ្ចឹមកូននេះ ហើយចុះបងមិនថាស្អីណា បើមិនថាស្អីចាំបាច់រ៉ូនរណាគេទេមក គឺម៉ែហ្នឹងណា បើម៉ែសួររលុយប្រាប់គាត់ទៅថាគ្មានទេ អាឡូម៉ែ អាឡូសុធនកូនសុធនណានេះកូនមានលុយអត់កូនឲ្យម៉ែ100មកណាព្រោះថាខែនេះម៉ែលក់ត្រីមិនសូវដាច់ទេម៉ែត្រូវការលុយបង់ធនាគារព្រោះថាម៉ែខ្វះលុយកូន អត់មែនទេម៉ែខ្ញុំរត់កង់3មិនសូវបានទេ កូនសុធនកូនសាក់សួរប្រពន្ធកូនសិនមើលឲ្យប្រពន្ធកូននេះជួយម៉ែខ្លះមកណា ខ្ញុំថាដឹងហើយម៉ែបានហើយ អាឡូសុធនអុយណែនេះយើងនិយាយមួយវាមិនតាន់ចប់ឲ្យបិទទូរស័ព្ទឯងទៀតណា ពួកយើងខំយកលុយធនាគាររៀបការប្តីប្រពន្ធឲ្យពួកវាហើយទិញកង់3ឲ្យពួកវាជាង1ឆ្នាំហើយសូម្បីតែលុយ1រៀលអត់ជួយសងគេសោះនេះ ហើយត្រីក៏លក់មិនសូវដាច់ម៉ួយដែលធ្លាប់ទិញយើងណាគេឈប់ទិញយើងអស់ហើយមិនដឹងតែហេតុអីនេះ មកពីម៉ែស៊ីផ្នែកជិញគេពេកទេបានគេដឹងគេឈប់ទិញ ណែបើយើងរកស៊ីត្រឹមត្រូវពេកណាស្មានតែយើងមានលុយឯងរៀនជាប់អាដប់ចឹងអី ខ្ញុំទៅដាំបាយសិនណាម៉ែ គិតថារៀបការឲ្យពួកវាមានប្តីមានប្រពន្ធហើយបានរស់នៅសុខស្រួលមានណាពិបាកលើសដើមប្រពន្ធវាក៏ឈឺអាកូនវាឈឺហើយយកមកឲ្យយើងមើលទៀតការលុយទៅពាក់ធនាគារនេះយើងខ្ចីទៅឲ្យវាតាមិនមែនយកមកចាយវាខ្លួនឯងណាមិនក៏វានេះមិនគិតគូរជួយរកសងយើងខ្លះ ម៉ែវាសាក់ទេទៅសុធានីមើលអាចមានលុយខ្លះណាអូន អូយឲ្យតែរកលុយវាណាវារុញគ្នាទៅវិញទៅមកទូរស័ព្ទខ្ញុំក៏វាមិនលើកដែរនេះ